សាស្ត្រាចារ្យជនជាតិអាហ្វ្រិកម្នាក់ដែលទើបនឹងទទួលបានពានរង្វាន់កាលពីឆ្នាំ 2019 គាត់បានសរសេរសារមួយថាបើចង់ឲ្យជាតិសាសន៍មួយរលាយគេមិនចាំបាច់ប្រើអាវុធឬប៉ាណាម៉ាណូឬក៏មីស៊ីលដែលមានចម្ងាយឆ្ងាយនោះទេអ្វីដែលគេត្រូវធ្វើគឺកាត់បន្ថយគុណភាពការអប់រំនៃជាតិសាសន៍នោះតាមការអនុញ្ញាតឲ្យសិស្សលួចបន្លំនៅពេលប្រឡងជំងឺមនុស្សស្លាប់ក្នុងដៃគ្រូពេទ្យដែលប្រឡងជាប់ដោយការបន្លំអគារត្រូវបានបាក់រលំក្នុងដៃវិស្វករដែលប្រឡងជាប់ដោយការបន្លំលុយត្រូវបាត់បង់ក្នុងគណនីក៏ដោយសារតែការប្រឡងជាប់ដោយការបន្លំមនុស្សធម៌ត្រូវរលាយក្នុងដៃរបស់អ្នកប្រាជ្ញខាងសាសនាដែលប្រឡងជាប់ដោយការបន្លំយុត្តិធម៌ត្រូវបាត់បង់ក្នុងដៃចៅក្រមក៏ដោយសារការប្រឡងជាប់ដោយការបន្លំអវិជ្ជាកើតពីពេញខួរក្បាលក្មេងៗដែលរៀនជាមួយគ្រូដែលប្រឡងជាប់ដោយការបន្លំការដួលរលំនៃការអប់រំគឺជាការដួលរលំនៃជាតិសាសន៍នោះ